đấy cũng mai bằng ôn tặng ở kia thằng ngày đấy khi ông chọn ở bằng ôn squall tiếp tục tiếp nơi trong bát tầm bóng cục lư hỡi mê cầm phong tập liên hay kiếm cầm phong tại bạc là và camera khi ông chập chọt nơi nâng ní chẳng bị riêng nhờ tịch ấy bằng ôn chẳng thêm mấy thế chẳng nhưng chọn ở bằng ôn squall thà nè pe để dương rồi nơi không khai bát bóngที่รวมแค่บัตรบองกรงบัตรบองจึงบองโอนกูแต่บางโบดาวมอโต้ดาวรถยนต์หรือดาวชิคองไอจึงบองโอนเตยแต่เอาสควอลเพลทายืงบาสันบาเชียเพลบัดเชงวีสเตจราจอเตยืงกูบัดดำเมาส์ดำไปบัดชลงเพลมาเยี่ยมจำมาบดกันไหลสละเตียนนี้ยังมาดอเพลว่าแต่เพลิงเอ้ยจังรัดเพลิงมาเหมือนกีแข็งบานนี้รัดเพลิงนี่ได้จีรัดเพลิงเนี่ยดักดำนากีมาปีปล่อยไปวิ่งบาดยังไงบาจังไงขยมเฟือดำนาปีกันไหลเธอการบอลขยมเมาชีเมาสันทาเกียขยมวิ่งจังขยมโกเฉลียดเคยมีกระปงเพลียงแจ้ให้ខ្ញុំចង់រៀបរាប់ប្រាប់បងប្អូនដែលរស់នៅក្នុងទីរួមខេត្តបាត់ដំបងអញ្ចឹងយើងដើម្បីឲ្យបានយល់ថារបៀបដែលយើងត្រូវធ្វើដំណើរតាមដងផ្លូវនៅក្នុងទីរួមខេត្តនៅក្នុងក្រុងបាត់ដំបងយើងត្រូវឲ្យឆ្លាតបងប្អូនកុំថាពេលដែលយើងចង់ទៅជើងតែយើងឃើញខាងជើងកំពុងតែស្ទះហើយយើងគួរតែបត់យើងគួរតែត្រឡប់ថយក្រោយទៅយើងដើម្បីទៅរកអញ្ចឹងស្ពានឆ្លងស្ទឹងយើងក៏មានច្រើនផ្លូវនៅក្នុងក្រុងយើងក៏មានខ្វាត់ខ្វែងច្រើនបងប្អូនអញ្ចឹងយើងធ្វើចរាចរណ៍នៅលើដងផ្លូវដើម្បីកុំឲ្យវាមានការកកស្ទះចរាចរណ៍នៅក្នុងក្រុងពេលដែលម៉ោង11កន្លះឬម៉ោង5កន្លះដែលសិស្សចេញពីសាលារៀនហ្នឹងគឺច្រើនតែម្ដុំស្ពានសខេងនៅផ្លូវលេខ1អញ្ចឹងណាបងប្អូនអញ្ចឹងហើយខ្ញុំចង់ជម្រាបនិងចែករំលែកណែនាំទៅដល់បងប្អូនក្នុងការធ្វើដំណើរនៅក្នុងក្រុងដើម្បីជៀសវាងកុំឲ្យមានភាពយឺតយ៉ាវរបស់បងប្អូនហើយដោយបងប្អូនទៅយកកូនទៅយកអីពីសាលាបងប្អូនអាចធ្វើដំណើររបៀបខ្ញុំទៅអញ្ចឹងក្រុងបាត់ដំបងបងប្អូនរស់នៅយូរហើយមិនគួរវែងទេបងប្អូនកុំគិតឃើញថាអូផ្លូវហ្នឹងវាឆ្ងាយផ្លូវហ្នឹងវាជិតផ្លូវយើងត្រូវតែបត់ទៅដល់ខាងស្ដាំហ្នឹងបានជាផ្លូវដែលទៅផ្ទះយើងហើយយើងផុតហើយអញ្ចឹងបងប្អូនរងចាំនៃការស្ទះចរាចរណ៍ហ្នឹងបងប្អូនគិតថាបងប្អូនចំណាយរយៈពេលប៉ុណ្ណាទៅអញ្ចឹងណាអញ្ចឹងបងប្អូនវាមាននេះច្រើនណាស់អញ្ចឹងណានេះបាទអញ្ចឹងដល់ពេលដែលខ្ញុំធ្វើដំណើរនៅក្នុងក្រុងខ្ញុំកម្រមានការកកស្ទះហើយកម្រខកខានក្នុងពេលវេលាដែលខ្ញុំជិះនឹងណាបងប្អូនអញ្ចឹងហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្ញុំជិះដោយវិធីសាស្ត្រនឹងឯងខ្ញុំមិនគិតឃើញថាផ្ទះខ្ញុំនៅខាងបត់ត្រូវបត់ទៅស្ដាំដៃហើយខ្ញុំប្រឹងតែពីបត់ទៅស្ដាំដៃទេព្រោះខាងឆ្វេងដៃយើងវាអាចយើងបត់ឡានមកបានឬយើងជិះម៉ូតូមកបានអញ្ចឹងយើងមកដល់មុខទៅចាំយើងបត់ទៅផ្លូវលេខ2វិញទៅយើងចាក់ទៅផ្លូវលេខ3វិញទៅចឹងណាបងប្អូនចឹងទេយើងទៅឆ្លងស្ពានខាងមុខទៅបើយើងឃើញការកកស្ទះនៅលើស្ពានណាមួយហើយយើងកុំនាំគ្នាសម្រុកមកដើម្បីឲ្យតែវាមើលឃើញថាចេះតែស្ទះទៅចឹងវាធ្វើឲ្យបងប្អូនខកខាននៅពេលវេលានឹងការកំណត់ឬការណាត់ជួបអីចឹងណាបងប្អូននេះខ្ញុំគ្រាន់តែចែករំលែកពីពាក់ព័ន្ធជាមួយនឹងការដែលយើងធ្វើចរាចរណ៍ដោយរថយន្តដោយម៉ូតូឬដោយកង់អីទៅតាមក្នុងក្រុងមិនថាប្រទេសណាដោយប្រទេសណាទេអីចឹងហើយខ្ញុំចង់ចែករំលែកបងប្អូនមួយទៀតថាអ្នកដែលយើងបើកបរដោយរថយន្តណាបងប្អូននៅពេលដែលដល់ស្តុបហើយខ្ញុំតែងតែជួបអ្នកបើកឡានមួយចំនួនគាត់អត់យល់ទេទី1គាត់កំពុងតែនិយាយទូរស័ព្ទទី2គាត់អត់យល់ថានៅពេលដែលភ្លើងខៀវដែលយើងត្រូវធ្វើដំណើរហើយយើងត្រូវរុះរាន់ឲ្យស្តុបនឹងយើងកុំបើកធ្វើដូចថាធ្វើមានតែយើងម្នាក់ឯងអញ្ចឹងណាអ
ចឹងហើយវាធ្វើឲ្យចរាចរណ៍នៅលើដងផ្លូវវាមានការកកស្ទះឲ្យបងប្អូនអញ្ចឹងនេះខ្ញុំជិះនៅលើផ្លូវលេខ1អញ្ចឹងបាទខ្ញុំចង់ចែករំលែកជម្រាបទៅដល់បងប្អូនថាទស្សនវិជ្ជានៅក្នុងក្រុងបាត់ដំបងនេះគឺខ្ញុំបើកនៅក្នុងក្រុងនេះក្នុងផ្លូវលេខ1មិញខ្ញុំបើកតាំងពីផ្លូវទួលតែឯកមកឥឡូវខ្ញុំមកដល់ផ្លូវលេខ1ហើយនៅក្នុងក្រុងបាត់ដំបងហើយជិតដល់ផ្សារណាត់ហើយអញ្ចឹងតាមរត់មាត់ស្ទឹងសង្កែសួនសិល្បៈដែលគេទើបតែនឹងធ្វើហើយហ្នឹងអញ្ចឹងបងប្អូនខ្ញុំចង់នាំបងប្អូនឲ្យមើលឃើញថាតើផ្លូវហើយនឹងពេលនេះគឺជាពេលភ្លៀងពេលមេឃកំពុងតែភ្លៀងតែម្ដងបាទអញ្ចឹងហើយខ្ញុំនឹងថតចែកចម្លែកទៅដល់បងប្អូនឲ្យមើលឃើញថាទស្សនវិជ្ជានៅក្នុងលើដងផ្លូវនៅក្នុងទីរួមខេត្តបាត់ដំបងក្រុងបាត់ដំបងហ្នឹងវាមានភាពស្រស់ស្អាតប៉ុណ្ណាហើយបាទហើយការចរាចរណ៍របស់អ្នកធ្វើដំណើរប្រជាពលរដ្ឋដែលនៅក្នុងទីរួមខេត្តឬមកពីទីរួមស្រុកពីឆ្ងាយដែលត្រូវឆ្លងកាត់ទីរួមខេត្តបាត់ដំបងក្រុងបាត់ដំបងហ្នឹងតើវាមានសភាពយ៉ាងម៉េចដែរវាស្ងប់ស្ងាត់ឬវាជាធម្មតាតែនេះជាធម្មតាតែធម្មតានេះនៅពេលភ្លៀងអត់សូវមានមនុស្សទេខ្ញុំជម្រាបទៅដល់បងប្អូនទាំងអស់គ្នាថាអញ្ចឹងហើយនេះមកដល់ស្ពានថ្មថ្មីពីអតីតហើយអញ្ចឹងបងប្អូនហ្នឹងបាទហ្នឹងអញ្ចឹងហើយខ្ញុំមានអីទេខ្ញុំចង់តែធ្វើចែករំលែកឲ្យបងប្អូនថាមើលឃើញថានេះព្រោះបើខ្ញុំរត់ថតទៅវាមិនកើតទេបងប្អូនហើយខ្ញុំមើលឃើញពេលវេលាដែលនៅក្នុងរថយន្តអញ្ចឹងទៅហើយខ្ញុំមានពេលទំនេរដើម្បីបើកអញ្ចឹងមកដែរហើយតែអញ្ចឹងទៅខ្ញុំនេះខ្ញុំបត់ឡើងស្ពានហើយបងប្អូនបាទហ្នឹងហើយក៏ខ្ញុំដាក់កាមេរ៉ានឹងជើងលើឡានទៅហើយក៏ខ្ញុំថតវីដេអូមួយដើម្បីចែករំលែកទៅឲ្យបងប្អូនមើលអញ្ចឹងខ្ញុំនឹងបើកទៅតាមផ្លូវជាតិលេខ5ឲ្យទៅដល់ស្ពានទៅដល់តាតំបងកញូងបានខ្ញុំនឹងវិលត្រឡប់មកវិញទៅតាមរាប់មាត់ស្ទឹងសង្កែខាងកើតវិញអញ្ចឹងបងប្អូនអញ្ចឹងប្រហែលជាវីដេអូនេះជារៀងប្រហែលជាបាទហើយខ្ញុំបើកក្នុងលបឿនឡានខ្ញុំហ្នឹងប្រហែលជា35ទៅ40ក្នុងលបឿននៅពេលដែលតាមផ្លូវដែលអត់មានរថយន្តម៉ូតូអ្នកដំណើរផ្សេងដែលគេធ្វើចរាចរណ៍អញ្ចឹងទៅក៏បើសិនជាមានទៅក៏ខ្ញុំបើករថយន្តប្រហែលជាលបឿននៅក្នុង25គីឡូម៉ែត្រក្នុង1ម៉ោងអីចឹងហ្នឹងបងប្អូននេះគឺនៅផ្លូវជាតិលេខ5ចុះពីស្ពានថ្មថ្មីពីខាងលិចមកខាងកើតណាបងប្អូនបាទអញ្ចឹងហើយខ្ញុំដើម្បីឈ្មោះទៅរកតាដំបងក្រញូងរង្វង់មូលតាដំបងក្រញូងអញ្ចឹងបងប្អូនទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរនឹងស្គាល់ហើយថាតាដំបងក្រញូងនៅខេត្តបាត់ដំបងស័ក្តិសិទ្ធិប៉ុណ្ណាអញ្ចឹងបងប្អូនឆ្លងកាត់ជាពលរដ្ឋប្រទេសកម្ពុជាទាំងអស់តែងតែឆ្លងកាត់ខេត្តបាត់ដំបងឈប់នៅនឹងលោកតាដំបងកញូងហ្នឹងគឺបានបងសូមសុំសេចក្តីសុខសនុកសុខសប្បាយហើយក្នុងការធ្វើដំណើរឲ្យបានជួបតែនឹងសេចក្តីសុខអញ្ចឹងដើម្បីការធ្វើចរាចរណ៍នៅលើដងផ្លូវខ្ញុំសូមផ្ដាំផ្ញើទៅដល់បងប្អូនថាក្តីសុខសនុកសុខស្រួលនៃការធ្វើដំណើរតាមដងផ្លូវដើម្បីសុខសុវត្ថិភាពដល់បងប្អូនត្រូវធ្វើប្រុងប្រយ័ត្នក្នុងការបើកបរបាទឲ្យគ្រប់តាមផ្លាកសញ្ញាចរាចរណ៍ឲ្យបានច្រើនសំខាន់ជាងគេគឺនៅពេលដែលយើងបើកឆ្លងកាត់តំបន់ដែលគេហាមឃាត់ដែលគេមានផ្លាកសញ្ញាហាមឃាត់ដូចជាសាលារៀនដូចជានៅក្នុងក្រុងអីចឹងទៅបានធ្វើឲ្យសុវត្ថិភាពដល់ការបើកបររបស់យើងបងប្អូនមិនមែនដើម្បីឲ្យសុវត្ថិភាពនៅការបើកបរហ្នឹងគឺរំពឹងទៅលើការបន់លោកតាដំបងកញូងទេអញ្ចឹងណាហើយពាក្យខ្មែរយើងតែគេនិយាយថាគុំផ្សំអាយុអញ្ចឹងណាបងប្អូននេះមកដល់ស្តុប
គេហៅ stop ប្រេសដង់អូតែប្រេសដង់ហ្នឹងហើយនឹងធនាគារវឌ្ឍនៈហ្នឹងឯងដែលនៅក្នុងចិត្តសាណាត់នោះមួយនៅខាងនេះមួយអញ្ចឹងឥឡូវនេះវា stop ហើយអញ្ចឹងខ្ញុំអត់ដឹងថាធ្វើម៉េចអញ្ចឹងទេខ្ញុំចាំ stop ទៅខ្ញុំនឹងបន្តវីដេអូខ្ញុំទៅមុខទៀតដើម្បីឲ្យដល់កន្លែងដែលខ្ញុំត្រូវចូលអញ្ចឹងខ្ញុំចេញដំណើរទៅទៀតហើយមិញហ្នឹងភ្លើងខៀវហើយអញ្ចឹងខ្ញុំធ្វើដំណើរទៅហើយបាទដើម្បីចិត្តទៅដល់លោកតាដំបងកញ្ញុងហើយបងប្អូនថ្ងៃទៅខ្ញុំនឹងឆ្វែលលោកតាដំបងកញ្ញុងមកជុំបាទខ្ញុំវិលត្រឡប់ទៅមុខសាលាខេត្តវិញអញ្ចឹងខ្ញុំបើកមកជុំវិញក្បាត់ក្រុង5គីឡូនឹងចែកជូនបងប្អូនទស្សនាមើលថាតើនៅក្នុងទីរួមខេត្តបាត់ដំបងហ្នឹងវាមានភាពស្រស់ស្រាយហើយផ្លូវហ្នឹងវាបានស្អាតឬមួយយ៉ាងណាអីចឹងពាក្យខ្លះកន្លែងខ្លះអញ្ចឹងបើសិនជាការដែលខ្ញុំនិយាយអធិប្បាយចែកចម្លែកទៅឲ្យបងប្អូនហើយបើសិនជាមានការលឹះលួសខ្វះខាតត្រង់ណាអីសូមបងប្អូនខន្តីអភ័យទោសព្រោះការដែលខ្ញុំផ្តិតរូបភាពនេះគឺប្រៀបបីដូចជាខ្ញុំ live វីដេអូអញ្ចឹងនេះមកដល់តាដំបងកញ្ញុងហើយបងប្អូនជាងការទៅខ្ញុំនិយាយទៅវាដល់ហើយខ្ញុំslash ដើម្បីខាងនោះទៅដើម្បីមកនិយាយនេះសាលានេតយ៉ងបាទហ្នឹងហើយចឹងហើយខ្ញុំចង់ដឹងថាតើការដែលភ្លៀងប៉ុណ្ណឹងវាធ្វើឲ្យលិចទឹកតាមថ្នល់អីទៀតបងប្អូនជាងការពេលខ្លះពេលដែលភ្លៀងធំទៅខ្ញុំចង់ជម្រាបទៅដល់បងប្អូននៅខេត្តដទៃផ្សេងទៀតហើយនឹងក្រៅប្រទេសក្នុងប្រទេសស្អីទៅដោយបងប្អូនមានបងប្អូនអីបើសិនជាបងប្អូនមុននឹងជឿការដែលឃើញគេនិយាយតាម YouTube ឬតាម TikTok តាមបណ្ដាញសង្គមអីជួនកាលគេគ្រាន់តែដើម្បីធ្វើដើម្បីឲ្យមាន view ទេបងប្អូនអញ្ចឹងណាហើយអញ្ចឹងទៅការពិតពេលដែលភ្លៀងនឹងមកភ្លេនឹងវាតែងតែលិចនៅប្រទេសណានៅស្រុកណាទៅដល់បងប្អូនអញ្ចឹងគឺវាតែងតែមានលិចនៅពេលដែលកំពុងតែភ្លៀងហ្នឹងហើយទោះបីនៅប្រទេសជប៉ុននៅប្រទេសអាមេរិកនៅប្រទេសណាទៅដល់បងប្អូនគឺខ្ញុំបត់ត្រឡប់ទៅវិញបងប្អូនហ្នឹងហើយនៅតែខ្ញុំនៅលើតាមដងផ្លូវជាតិលេខ5នឹងឡើយទេខ្ញុំនឹងវិលត្រឡប់ទៅរកតាដំបងកញ្ញុមបាននេះអញ្ចឹងឡាននេះគាត់បើកបរគាត់គ្រប់ផ្លាកចរាចរណ៍បានល្អបាទអញ្ចឹងយើងបើកបរយើងត្រូវតែច្បាប់ចរាចរណ៍មួយគឺយើងជាអ្នកបើកបរនៅលើដងផ្លូវខ្ញុំចង់ជម្រាបទៅដល់បងប្អូនទាំងអស់ដែលអ្នកធ្វើដំណើរដោយការបើកបរម៉ូតូទៅដោយកង់ទៅដោយឡានទៅដោយគឺបងប្អូនត្រូវមានការយោគយល់គ្នាឲ្យធំបងប្អូនកុំគិតពីរឿងថាអ្នកនេះបើកមិនគោរពច្បាប់ចរាចរណ៍ហើយគាត់ធ្វើអញ្ចឹងមិនត្រូវអញ្ចឹងដើម្បីពេលដែលបងប្អូនថាតែមានចិត្តថាធ្វើចេះបានត្រូវធ្វើចោលបានត្រូវនឹងត្រូវអីគេត្រូវបុកគ្នាហ្នឹងបងប្អូនមិនមែនត្រូវអីទេមិនមែនត្រូវនឹងច្បាប់ចរាចរណ៍ទេយើងទៅរៀនបើកបរទោះបីនៅប្រទេសណាស្រុកណាទៅដល់គឺសំខាន់បំផុតគឺគេនិយាយឲ្យយើងយល់ថាការយោគយល់គ្នាឲ្យធំចឹងបើសិនបើយើងឃើញថាអ្នកបើកបរមួយទៀតគិតមិនអធិស្ស្រ័យឲ្យយើងទេយើងត្រូវអធិស្ស្រ័យឲ្យគេទៅចឹងណាចឹងហើយតាំងពីខ្ញុំចាប់ដើមកាន់ចកោតឡាននៅបើកបរនៅក្នុងប្រទេសកម្ពុជាមកដូចជាតាំងពីឆ្នាំ1997 ហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំបើកបរនេះដើម្បីទៅដល់តាមដងស្ទឹងរាប់មាត់ស្ទឹងកែទៀតហើយខ្ញុំពុំដែលមានទៅលើការប៉ះទង្គិចទៅលើអ្នកណាម្នាក់ឡើយសូម្បីតែខ្ញុំមិនដែលនិយាយទៅខ្ញុំមិនដែលមានតែខ្ញុំចង់ចែករំលែកទៅដល់បងប្អូនទាំងអស់នៅពេលដែលបងប្អូនទិញឡានឲ្យបងប្អូនគួរតែបងអាស្រង់ទៅបាទបងអាស្រង់ក្នុងមួយឆ្នាំ
បើយើងបងខ្ញុំបងអសរងរាល់ថ្ងៃដូចជា$69ទេក្នុងមួយឆ្នាំហើយខ្ញុំបងហ្នឹងបងប្អូនយើងជ្រើសរើសការដែលថាដែលយើងប៉ះពៀទៅយើងជាអ្នកប្រព្រឹត្តខុសអញ្ចឹងនៅពេលដែលយើងបងអានឹងទៅវាអស់យើងកុំបងច្រើនដីពេកអញ្ចឹងណាតែយើងបងច្រើនលក្ខខណ្ឌយើងអស់លុយច្រើនហើយបងប្អូនខ្ញុំមិនមែនផ្សព្វផ្សាយទៅលើការដែលគេធ្វើចរាចរណ៍ហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំឆ្លងទៅស្ពាននេះអីនៅនេះយូរហើយនេះភ្លេចស្ពាននេះស្ពានស្អីទេស្ពានសម្ដេចហ៊ុនសែននេះគឺស្ពានអីនេះបាទហ្នឹងហើយឃើញនោះផ្លាកគេនៅខាងមុខខ្ញុំដែរសូវចាប់អារម្មណ៍ថាស្ពានហ្នឹងឈ្មោះអីគេអញ្ចឹងខ្ញុំនឹងបើកខ្ញុំឡើងទៅខ្ញុំនឹងបើកនៅត្រើយខាងលិចទៀតបងប្អូនហ្នឹងហើយអូហ្នឹងហើយបាទហើយអញ្ចឹងខ្ញុំដើម្បីទៅប្រែរូបភាពឲ្យឃើញវាមានឯករាជ្យនៅក្នុងក្រុងបាត់ដំបងយើងហ្នឹងបងប្អូនបានឃើញតាមរយៈទូរទស្សន៍ការផ្សព្វផ្សាយតាមបណ្ដាញសង្គមទាំងអស់ហើយអញ្ចឹងហើយអញ្ចឹងទៅតែនេះខ្ញុំបាននេះបាទជំងាកកាមេរ៉ាបន្តិចមកបាទចិត្តមកជុំក្រុង5គីឡូហើយបងប្អូនហ្នឹងហើយនេះបាទហ្នឹងហើយនេះរង្វង់មូលវាមានឯករាជ្យបងប្អូនហ្នឹងហើយបាទអញ្ចឹងខ្ញុំនឹងងាកតិចមកខ្ញុំដាក់ជើងទេក៏ប៉ុន្តែខ្ញុំកាច់មកដើម្បីឲ្យបងប្អូនមើលឃើញទឹកស្ទឹងមើលបាទនេះទឹកស្ទឹងឡើងទៀតហើយបងប្អូនថ្ងៃនេះខ្ញុំថាហែលទឹកតែឥឡូវនេះដឹងបានហែលមិនបានទេបងប្អូននេះអញ្ចឹងខ្ញុំមកដល់ផ្លូវលេខ1ហើយបាទអញ្ចឹងខ្ញុំភ្ជួសឆ្ពោះទៅកាន់ផ្លូវលេខ2អញ្ចឹងទៅដើម្បីទៅផ្ទះយកចៅទៅដាក់ឲ្យមកតិចហើយប៉ាវាចិត្តមកដល់យកចៅហើយស្អែកព្រឹកចៅប្រឡងផងអញ្ចឹងហ្នឹងបាទហ្នឹងហើយឥឡូវហ្នឹងគាត់ស្ដាប់ខ្ញុំអធិប្បាយនៅក្នុងឡានទៅគាត់ព្រោះគាត់ទៅគាត់គេងលក់ទៅនេះអញ្ចឹងខ្ញុំចង់និយាយថាបើសិនបើយើងទៅមុខវាអត់រួចទេយើងអាចturn left turn right បានណាបងប្អូនអញ្ចឹងណាហើយយើងទៅយើងបត់ផ្លូវលេខ2យើងបត់ផ្លូវនេះទៅវិញដើម្បីកុំឲ្យពេលវេលាចរាចរណ៍នៅលើដងផ្លូវវាចេះតែកកស្ទះគ្នាដែលយើងសម្ដៅទៅគោលដៅណាមួយយើងបើកបរដោយតែមកទិសទោះបីនៅស្រុកណាក៏គេធ្វើអញ្ចឹងដែរបងប្អូនខ្ញុំធ្លាប់រស់នៅក្នុងទីក្រុងភ្នំពេញយ៉ាងម៉េចទៅដោយអញ្ចឹងការបើកបរបនខ្ញុំហើយរហូតដល់ខ្ញុំទៅយកឡាននៅពីប្រទេសកម្ពុជារហូតដល់បើកបរនៅក្នុងស្រុកថៃទៀតក៏ខ្ញុំបើកបរបានដែរអញ្ចឹងណាបងប្អូនអញ្ចឹងគឺសំខាន់បំផុតគឺយើងគិតពីសុវត្ថិភាពហើយនឹងការយោគយល់ឲ្យបានច្រើនបងប្អូននេះអញ្ចឹងខ្ញុំដល់ផ្លូវបត់ចូលទៅផ្ទះខ្ញុំហ្នឹងគឺបងប្អូននឹងស្គាល់ហាងថតសង្កែថតរូបបងប្អូនអញ្ចឹងបានខ្ញុំចូលចិត្តថតរូបអញ្ចឹងខ្ញុំមានអីចែកចម្លែកទៅដល់បងប្អូនហ្នឹងខ្ញុំឲ្យបងប្អូនមើលឃើញទស្សនវិជ្ជាក្រុងបាត់ដំបងហ្នឹងវាបច្ចុប្បន្នកាលនៅក្នុងឆ្នាំ2026ហ្នឹងវាយ៉ាងម៉េចអញ្ចឹងណាបងប្អូនមិនមែនថាអូបងប្អូនមិនស្គាល់ខេត្តបាត់ដំបងមិនស្គាល់អីទេអញ្ចឹងណាបងប្អូននេះខ្ញុំចិត្តមកដល់ហើយបងប្អូននេះមកដល់ហើយតែចៅបានដេកលក់ហើយនេះផ្ទះខ្ញុំនេះមានពណ៌ទឹកក្រូចលឿងនេះពីមុនមកគេខ្ញុំធ្វើផ្លាកជាហ្វុយស៊ីអញ្ចឹងបងប្អូននេះខ្ញុំនឹងបើកចូលហើយបាទនេះមកដល់ហើយបងប្អូនខ្ញុំវាយសញ្ញោបាទនេះបងប្អូនឃើញទេនេះសង្កែថតរូបបាទនោះអូខេបងប្អូនហ្នឹងហើយបាយ